សួស្តីបងប្អូនដើម្បីលើកទឹកចិត្តរាល់ការធ្វើវីដេអូបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងអរគុណជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះលោកប្រធានាធិបតីដូណាល់ត្រាំដែលកំពុងតែនៅប្រទេសម៉ាឡេស៊ីបានធ្វើជាសាក្សីឲ្យខ្មែរនិងសៀមបញ្ឈប់ការបាញ់គ្នាបងប្អូនត្រូវយល់ឲ្យច្បាស់ណាគឺសេចក្តីថ្លែងការណ៍រួមដែលធ្វើទាំងពីរប្រទេសដែលមានសាក្សីគឺលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹងគឺជាសាក្សីដើម្បីឲ្យខ្មែរនិងថៃកុំឲ្យបាញ់គ្នាកុំឲ្យបាញ់គ្នាតទៀតអាហ្នឹងជាសាក្សីមិនមែនជាសាក្សីឲ្យថៃប្រកល់ដីមកឲ្យកម្ពុជាវិញទេដែលថៃបានរំលោភនៅភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់ភ្នំទ្របប្រាសាទតាមាន់អីដែលថៃបានយកហើយនោះមិនមែនសាក្សីឲ្យថៃប្រកល់ដីទាំងអស់ហ្នឹងមកឲ្យខ្មែរវិញទេបងប្អូនណាតែខ្ញុំបានឃើញអ្នកគ្រប់គ្រងគណៈបកប្រជាជននិងមន្ត្រីរបស់គណៈបកប្រជាជនមួយចំនួនគេអបអរសាទរគេថានេះជាជោគជ័យមហាកិត្តិយសរបស់ជាតិណាដែលលោកប្រធានាធិបតីដូណាល់ត្រាំធ្វើជាសាក្សីហើយឯគេនាយករដ្ឋមន្ត្រីរបស់គេថ្មីលោកហ៊ុននាយករដ្ឋមន្ត្រីរបស់គេលោកហ៊ុនម៉ាណែតនឹងបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យនិងសន្តិភាពពិតប្រាកដខ្ញុំសួរទៅវិញថាជោគជ័យកន្លែងណាទី1ថៃអត់បានដោះលែងយុទ្ធជនកងទ័ពទាំង18រូបទេទី2ថៃមិនបានប្រគល់ភ្នំទ្របដែលថៃវាយបានឲ្យមកខ្មែរវិញទេថៃមិនបានប្រគល់ប្រាសាទតាមាន់ដែលថៃគ្រប់គ្រងបានមកឲ្យខ្មែរវិញទេថៃមិនបានដកបន្លាលួសដែលពាត់យកដីរបស់កម្ពុជានៅភូមិជោគជ័យភូមិព្រៃច័ន្ទនិង17កន្លែងទៀតចាប់ពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងមកឲ្យកម្ពុជាវិញទេវាអត់ឃើញមានថៃបកគលឲ្យវិញទេហើយជោគជ័យកន្លែងណាទី2មានតែបើយើងស្របបើយើងហ៊ានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងរបស់ថៃដែលថៃចង់បានទី1គឺដោះមីនចេញពីបណ្ដោយព្រំដែនទី2គឺឲ្យពលរដ្ឋនៅតាមព្រំដែនចេញពីកន្លែងចំនួនទី3បង្ក្រាបក្រុមអ ுக ្រិតជនអនឡាញទី4ដកអាវុធធនធ្ងន់ធំចេញពីព្រំដែននិងបើខ្មែរចុះហត្ថលេខាលើទាំងអស់ហ្នឹងបានន័យថាខ្មែរចាញ់សៀមខ្ញុំរកមើលកន្លែងឃើញថាខ្មែរឈ្នះសៀមនឹងវាអត់ឃើញឥឡូវបងប្អូនគិតមើលទាំងអស់គ្នាព្រំដែនចាប់ពីបកគោ42រហូតដល់47គឺថៃពាត់បន្លាលួសយកពិសេសភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់ភ្នំទ្របប្រាសាទតាមាន់17កន្លែងទៀតគឺថៃនៅគ្រប់គ្រងថៃនៅយកកន្លែងណាដែលខាងខ្មែរឈ្នះកន្លែងណាដែលថាជាមហាជោគជ័យរបស់ហ៊ុនម៉ាណែតដែលទៅបានជួបជាមួយនឹងលោកអនុទីនដែលនាយករដ្ឋមន្ត្រីថៃថ្មីរបស់ថៃហ្នឹងវាអត់ទាន់ឃើញបងប្អូនប៉ុន្តែហេតុអីបានមនុស្សម្នាក់ចូលចិត្តបំភ្លើសព័ត៌មានចូលចិត្តយកព័ត៌មានដែលមិនមែនការពិតដែលអត់បានខ្លឹមសារអីទាំងអស់នោះតែតាមធាតុពិតកម្ពុជាបាត់បង់ទឹកដីធាតុពិតកម្ពុជាទទួលរងគ្រោះដោយសារតែថៃឈ្លានពានហើយបានមិននិយាយតែនិយាយរឿងដែលអត់ប្រយោជន៍តែនិយាយរឿងមិនការពិតដែលរឿងវាមិនទាន់អាចកើតឡើងគួរតែគ្រប់គ្រងមានជាតិនិយមខ្លះទៅកុំគ្រប់គ្រងតែគ្រួសារនិយមទោះបីខុសក៏គ្រប់គ្រងត្រូវក៏គ្រប់គ្រងអានឹងអត់ល្អឯងបងប្អូនទាំងអស់គ្នាគិតមើលឡើងវិញទៅអានេះជារឿងមួយដែលជារឿងជាតិយើងទាំងអស់គ្នារឿងទឹកដីទាំងអស់គ្នាយើងអាចស្លាប់បានប៉ុន្តែទឹកដីយើងមិនអាចបាត់បង់បានទេពួកខ្ញុំបានឃើញថាមានអ្នកខ្លះដូចងប់ងល់មែនតើដែលឃើញរូបភាពនេះគេថាបានជោគជ័យហើយក្រោយពីចុះហត្ថលេខាមានចុះហត្ថលេខាឯណាគេធ្វើសេចក្តីថ្លែងការណ៍រួមតារវាងថៃនិងកម្ពុជាតាក្រោមសាក្សីគឺលោកដូណាល់ត្រាំនៅប្រទេសម៉ាឡេស៊ីគេនិយាយរឿងហ្នឹងតាគេមិនមែនបាននិយាយថាខ្មែរឈ្នះឯណាប៉ុន្តែអ្វីដែលថៃយើងថាថៃឈ្នះនោះគឺតំបន់ដែលថៃបានតំបន់ដែលថៃរាយបលាលួនគឺថៃអាចបានដកទេតែហ៊ានខ្មែរថៃអាចបានដោះលែងទេអានោះដែលថៃឈ្នះយើងអត់បានឈ្នះអីទេ
អត់តិចនាំគ្នាទៅទូមស្គបទូទាំងប្រទេសប្រឡប់បោកប្រាស់ប្រជាពលរដ្ឋទៀតទៅអូខេបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះបញ្ញាអារម្មណ៍ឲ្យបងប្អូនដែលអ្នកគ្រប់គ្រងងប់ងល់ជួយពិចារណារឿងនេះខ្មែរអត់ទាន់បានឈ្នះទេខ្មែរមិនទាន់បានដីមកវិញទេខ្មែរមិនទាន់បានទាហានមកវិញទេខ្មែរនៅតែរងគ្រោះដោយសារតែការរំលោភពីថៃដដែលទេខ្មែរនៅតែបាត់បង់ជីវិតកងទ័ពរបស់ខ្មែរដោយគ្មានតម្លៃទេអត់ទាន់មានតម្លៃសម្រាប់ពួកគាត់និងក្រុមគ្រួសារពួកគាត់ទេគិតមើលឡើងវិញបងប្អូនអរគ្នាបាទសូមអរគុណបាទ